ដល់កអ្នកតកគ្នាគ្រីស្ទីណូរ៉ូណាល់ដូប្រើកែងគុណខ្មែរនៅក្នុងការប្រកួតយកមិនទទួលបានកាចក្រហមជាលើដបូននៅក្នុងជម្រើសជាតិប៉ុកទីហ្គាល់ហើយថែមទាំងចាញ់ក្រុមជម្រើសជាតិអ៊ីរឡែនហ្នឹងគឺ2-0ទៀតឥឡូវនេះគឺប៉ុកទីហ្គាល់ប្រឈមនឹងការអត់បានទៅលេង World Cup ឆ្នាំ2026ទេបើសិនបើជាប្រកួតក្រោយគាត់ភ្លាត់ចាញ់ក្រុមអាម៉ានីទៀតហើយហុងគ្រីឈ្នះនោះហុងគ្រីនឹងឡើងឈរកំពូលតារាងឡើងទៅអូតូប៉ុកទីហ្គាល់ត្រូវធ្វើការប្រកួតជម្រុះនេះ stage ជាបន្តទៀតណាការប្រកួតយក3នេះប៉ុកទីហ្គាល់គឺក្រុងបាល់ច្រើនមែនទែនមើលទៅការស្ទែតែ72%សុទ្ធ14ជើងប៉ុន្តែចំគោលដៅបានតែ3ជើងគាត់អ៊ីរឡែនវិញគឺក្រុងបាន28%ចំគោលដៅ6ជើងចំគោលដៅ3ជើងចូលបាន2គ្រាប់អ្នកទាំងអស់គ្នាយ៉ាងណាការសិតចូល2គ្រាប់ហ្នឹងគឺមុនគ្រីស្ទីណូរ៉ូណាល់ដូទទួលបានការក្រហមគឺសិតចូលនាទីទី17នាទីទី45រ៉ុនដូទទួលបានការក្រហមនាទីទី61អញ្ចឹងយើងចាំមើលតែការប្រកួតក្រោយទេរ៉ុនដូជួយអត់បានចូលលេងទៀតហើយប៉ុកទីហ្គាល់ត្រូវឈ្នះជាដាច់ខាតដើម្បីធានាកៅអីទៅលេង World Cup ឆ្នាំ2026ដល់កឲ្យលាក់ឆុងម៉ែកូនតគេសឹមក្របកន្លះគេស៊ី2-0